តែវាជួសជុលបញ្ហាជ្រាបទឹកនេះជ្រាបឡើងបាក់ពីដើមកលនេះយើងជួសជុលមកប្រឡោះសិនដោយសារកន្លែងមកគាត់ជ្រាបទឹកច្រើនពេកអញ្ចឹងត្រូវការតាមដានច្រើនថ្ងៃដែរកន្លែងនោះពីមុនមកគាត់ថាជ្រាបដែរតែឥឡូវវាស្ងួតវាលេងអីហើយនេះគឺនៅតាមដានឡើយផ្លោះនេះក៏មានស្នាមជ្រាបដែរហើយក៏តាមដានដែរពីដើមមកគាត់បាក់តិចនេះយើងជួសជុលតែមកប្រឡោះនេះទេដោយសារតែមកប្រឡោះនេះយើងមើលទៅឃើញមានស្នាមទឹកស្នាមអីស្រក់មកយើងងាយស្រួលតែជួសជុលតែតមួយការងារគឺយើងទទួលនៅក្នុងរាជធានីភ្នំពេញនេះទឹកសវិដានរបស់គាត់បាក់តិច